សូមជម្រាបបងប្អូនកូនក្មួយអំពីសិភៅខ្ញុំដែលមានឈ្មោះថាខុសព្រោះព្រះខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនកូនក្មួយថាខ្ញុំជាអ្នកនិពន្ធម្នាក់ដែលធ្លាប់សរសេរសិភៅខ្មែរនិងបារាំងជាច្រើនបាទសិភៅខ្លះខ្ញុំសរសេរជារឿងខ្លីៗបាទរឿងខ្លីៗហ្នឹងដូចជាខ្ញុំធ្លាប់សរសេរតាំងឆ្នាំ70ដែរដូចជាមានបាយព្រៃ5រឿងខ្មោចព្រះអសុរកាយមកក្រោយមកហ្នឹងរឿងក្មេងវត្តក្មេងអីរបស់ពុកដាស៊ីប៉ាហ្នឹងខ្ញុំសរសេររឿងខ្លីៗជាច្រើនដែរហ្នឹងហើយខ្ញុំសូមនិយាយថារឿងខ្លីៗដែលខ្ញុំសរសេរបានដោយសារតែមានបងប្អូនកូនក្មួយឬក៏មិត្តភ័ក្តិគាត់និយាយប្រាប់បាទនិយាយប្រាប់ទៅខ្ញុំក៏យករឿងនោះមកសរសេរទៅពីព្រោះអាចរឿងសរសេរហ្នឹងវាមានការពិតច្រើនប៉ុន្តែរឿងផ្លុតផ្លាយនោះខ្ញុំគាត់ថាថែមថយដើម្បីកុំឲ្យបងប្អូនធុញទ្រាន់ក្នុងការអានសិភៅទៅប៉ុណ្ណឹងហើយខ្ញុំសូមជម្រាបថាដែលអ្នកនិពន្ធបារាំងដែលបីបានអ្នកដែលសតទៅទី19លោកហ្គីដេម៉ូប៉ាសាំងនេះគាត់ធ្លាប់សរសេររឿងខ្លីៗអញ្ចឹងគាត់សរសេរច្រើនដែរគាត់សរសេររាប់រយដែររឿងខ្លីៗហ្នឹងហើយគាត់សរសេរបានដូចខ្ញុំនិយាយបាញ់ចឹងឲ្យសាររបៀបមិត្តភក្តិបងប្អូនកូនពួនជាពិសេសពីដូនគាត់ហ្នឹងដែលរាយរាប់និយាយរឿងខ្លីៗប្រាប់គាត់ឲ្យចំណែកខ្ញុំក៏ដូចតែគ្នាដែរបាទហើយនៅក្នុងរឿងខ្ញុំសូមបញ្ជាក់ថារឿងខុសព្រោះព្រះនេះជារឿងពិតមិនមែនជាប្រកាសថាខ្ញុំសរសេរពេលគាត់តែកើតមានឡើងនៅក្នុងជំរំខាងដងនៅប្រទេសសៀមកាលពីឆ្នាំ1980ពីពួកខ្ញុំទៅដល់ជំរំខាងដងនោះគឺបុតគេបង្អស់មិនតន់សង់ផងមែនតែនេះជំរំនឹងមិនតន់សង់ផងគឺនៅខែធ្នូ1979ខ្ញុំបានទៅដល់ហ្នឹងបានជំរាបចំសង់អីចឹងទៅបានមានអ្នកជំនាញខ្មែរទៅមក100ពាន់សែនអ្នកទៅហើយមានរឿងនេះកើតឡើងរឿងកើតឡើងនោះពីព្រោះខ្មែរយើងដូចចំណែកខ្មែរយើងមានជំនឿជឿណារឿងបន់តែរឿងរឿងបន់ព្រះរឿងបន់យតានេះខ្មែរយើងមានជំនឿចឹងហើយខ្ញុំក៏មានគួយស្រីម្នាក់រឿងបែបរឿងពិតដែរគួយស្រីខ្ញុំម្នាក់ហ្នឹងវាយកពេជ្រទៅលាក់អញ្ចឹងបែបឲ្យលោកអ្នកមើលទៅដល់វាទៅលាក់ទៅកំប៉ុងនោះកំប៉ុងដៃទៅដោះគោនេះណាហើយហើយវាប្រាប់មួយអង្គទៅលើអង្គការនេះនៅក្នុងជំរំនោះពួកក្នុងជំរំនេះគេចាយជាផ្ទះទៅមួយដល់ទៅចឹងទៅហើយអង្គការនេះមានតែឧបករណ៍ទៅមួយហើយមានតែកំប៉ុងទៅដោះគោនោះមានតែអង្គដាក់ពេជ្រនឹងពីកំប៉ុង3កំប៉ុងនោះនៅមុខប្រាទៅហើយថ្ងៃនេះតែឲ្យធូបថ្វាយប្រាទៅហើយបន់ឲ្យប្រាទៅជួយអាសាបៀពេញទៅផងពេញតានៅក្នុងកំប៉ុងហ្នឹងដល់ថ្ងៃមួយនេះរៀបចំទៅសូវអាមេរិកខ្ញុំបានទៅសូវអាមេរិកស្រាប់តែចាក់ទៅបាត់ខ្ញុំបាត់យកបាត់ឲ្យយកទៅបាត់បៀពេញទៅស្រាប់តែខាងតូនយំកៅហើយជេរប្រាទៅប្រងកាន់ពួកកាន់ប្រាទេហ្នឹងហើយខាងនេះយកដែរប្រាទៅគប់ចោលក៏ក្នុងព្រៃទេអញ្ចឹងទៅនិយាយទៅគួរខ្ញុំសើចដែរខ្ញុំតែឃើញរឿងនោះចេះចោលសើចណាបាទរឿងវាមានតែប៉ុណ្្នឹងខ្ញុំអត់ថាកើតទៅរឿងនេះជារឿងពិតបាទខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងបាទ